បងបើសិនជាដោះមកឃើញកាកសំណល់បែបហ្នឹងតើបងគួរតែដោះលាងសម្អាតបាតកាទះដែរអត់តើចឹងបងអាចទៅមើលសកម្មភាពក្នុងការដោះសម្អាតបាតកាទះដែលឡានបងប្រុសប្រភេទឡាន RAV4 ឆ្នាំ2002ដោយសារតែខាងជាងបច្ចេកទេសខាងប្អូនបាន check មើលទៅឃើញមានការលេចជ្រាបទៅតាមរងកាទះប្រេងម៉ាស៊ីនចឹងទៅក៏ធ្វើការឆែកពិនិត្យទៅក៏ recommend ឲ្យគាត់ក្នុងការដោះលាងសម្អាតបាតកាទះដោយសារបើសិនជាទុកនៅអញ្ចឹងទៀតគឺវាអាចមានផលប៉ះពាល់ទៅដល់ម៉ាស៊ីនធ្ងន់ធ្ងរជាងនឹងទៀតតែដែលអាចធ្វើឲ្យម៉ាស៊ីនមានការលេចជ្រាបបែបហ្នឹងទី1តកតងមួយអាយុកាលនៃម៉ាស៊ីនទី2តកតងមួយការថែទាំប្រេងម៉ាស៊ីនគឺពីមុនអាចនឹងគាត់ធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់លើសការកំណត់ក៏ដូចជាប្រើប្រាស់ប្រេងម៉ាស៊ីនដែលអត់ត្រូវតាមការណែនាំដែលធ្វើឲ្យជាបញ្ហាមានកាកសំណល់កកស្ទះនៅក្នុងម៉ាស៊ីនច្រើនហើយណាមួយប្រភេទឡានគាត់គឺតាំងឆ្នាំ2002ម្លេះអញ្ចឹងមកដល់ឥឡូវចូលរយៈពេល24ឆ្នាំហើយអញ្ចឹងសម្រាប់ប្រភេទឡាននីមួយៗតកតងមួយអាយុកាលនៃការប្រើប្រាស់ក៏ដូចជាការថែទាំជាប្រចាំក្នុងការបដូរប្រេងម៉ាស៊ីនហ្នឹងគឺតែងតែវាមានកាកសំណល់ក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងទី1គឺយើងយោងទៅលើអាយុកាលនៃឡានទី2គឺយើងមើលពីភាពជាក់ស្ដែងតើមានការលេចជ្រាបអត់គួរតែរីកមិនឲ្យគាត់ក្នុងការដោះសម្អាតបាតកាទះអត់តែបើសិនជាអាយុកាលម៉ាស៊ីនប្រហែលឆ្នាំក៏ដោយបើសិនជាមានការថែទាំទៀងទាត់ផ្លាស់ប្ដូរទាន់ពេលវេលាគឺអាយុកាលនៃម៉ាស៊ីនក៏ដូចជាភាពចំណាស់នៃម៉ាស៊ីននិងកាកសំណល់នៅក្នុងម៉ាស៊ីនហ្នឹងក៏វាអត់អាចកើនឡើងលឿនរហ័សបានដែរបើសិនជាមានការថែទាំមួយដែលទៀងទាត់អញ្ចឹងចំណុចដែលបងគួរតែធ្វើការដោះសម្អាតហ្នឹងគឺមិនមែនយើងចេះតែដោះសម្អាតទេព្រោះការដោះសម្អាតទី1គឺយើងចំណាយពេលវេលាហើយនឹងចំណាយលុយកាក់ដូចគ្នាហើយបើសិនជាយើងដោះសម្អាតអត់ទៅតាមស្ថានភាពម៉ាស៊ីនទេក៏យើងក្នុងការលាងសម្អាតអត់ទទួលបានលទ្ធផលល្អដែរអញ្ចឹងតកតងមួយខាងប្អូនក្នុងការ recommend ដោះសម្អាតបាតកាទះទី1នៅពេលដែលបើកគម្របម៉ាស៊ីនមកគឺឃើញមានកាកសំណល់ច្រើនទី2តកតងមួយប្រវត្តិបដូរប្រេងម៉ាស៊ីនពីមុនមកអត់ទៀងទាត់ក៏ដូចជាប្រើប្រេងដែលអត់មានគុណភាពហើយបើសិនជាបងទៅទិញឡានមកទឹកពីមុនអត់ដឹងថាតើគេថែទាំរបៀបណាបងក៏អាចធ្វើការ check up ជាមុនសិនដែរដើម្បីយើងធ្វើការថែទាំបន្ទាប់ពីឡានរបស់បងបន្តទៅកុំឲ្យមានផលប៉ះពាល់ដល់ខូចខាតក៏ដូចជាយើងប្រើប្រាស់ជាប្រចាំថ្ងៃទៅប្រេងហ្នឹងវាតែមួយទៀតនៅពេលដែលបងដំណើរការម៉ាស៊ីនមានសំឡេងកកិតក្នុងម៉ាស៊ីនខុសប្រក្រតីអីក៏អាចមក check up សុខភាពឡានជាមុនដែរតើយើងគួរធ្វើការដោះលាងបាតកាទះឬក៏គួរតែថែមប្រេងជំនួយក៏ដូចជាការក្លុកលាងម៉ាស៊ីនជាងខាងប្អូននឹង check up តាមសុខភាពឡានជាក់ស្ដែងនិង recommend ជូនទៅដល់បងគួរតែធ្វើយ៉ាងណាឲ្យល្អតាមស្ថានភាពជាក់ស្ដែងហើយសម្រាប់ឡានបងប្រុសផ្ទាល់គឺមុននឹងធ្វើការដោះសម្អាតបាតកាទះក៏យើង recommend ឲ្យគាត់ក្លុកលាងម៉ាស៊ីនជាមុនដែរដើម្បីសម្អាតម៉ាស៊ីនទាំងមូលហើយយើងបានដោះបាតកាទះសម្អាតទៅលើកាកសំណល់ដែលបានក្លុកលាងហើយបានស្អាតល្អទាំងនៅទុំគ្រឿងបង្គំបាតកាទះហ្នឹងក៏ដូចជានៅកន្លែងផ្កាឈូកហ្នឹងយើងបានសម្អាតបានស្អាតអញ្ចឹងតកតងមួយការសម្អាតនេះជាក់ស្ដែងឃើញហើយមានការកតិចកទីកមកាកសំណល់ច្រើនមែនតើអញ្ចឹងបងគួរតែធ្វើការថែទាំទៅលើការចំណុចសំខាន់ខាងលើហ្នឹងដើម្បីកុំឲ្យមានផលប៉ះពាល់ទៅដល់កាំងដល់ម៉ាស៊ីនស្ទះដល់ម៉ាស៊ីនគឺដំណើរការម៉ាស៊ីនឡានយើងគឺអត់ល្អក្នុងការប្រើប្រាស់ទេចឹងសម្រាប់ប្រេងម៉ាស៊ីនបើសិនជាបងជិះអត់ដល់គីឡូបងគួរតែធ្វើការកំណត់រយៈពេលមួយឲ្យបានច្បាស់លាស់ក្នុងការផ្លាស់ប្ដូរចេញត្រឹមតែ6ទៅ7ខែដើម្បីធ្វើការផ្លាស់ប្ដូរចេញកុំឲ្យមានផលប៉ះពាល់ក៏ដូចជាកកប្រេងម៉ាស៊ីនបែបហ្នឹងនៅក្នុងម៉ាស៊ីនរបស់បងប្អូនអតិថិជនអរគ្នាពេលដែលបងប្អូនអតិថិជនស្ដាយគីឡូក្នុងការប្រើប្រាស់អត់ទាន់ដល់គីឡូរយៈពេលក្នុងការផ្លាស់ប្ដូរបងនឹងទទួលបានផលប៉ះពាល់ទៅដល់ម៉ាស៊ីនបែបនេះចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះខាងបងចង់បង្ហាញវីដេអូមួយនេះដើម្បីជាចំណេះដឹងក្នុងការថែទាំមួយថាហេតុអីបានគួរតែផ្លាស់ប្ដូរប្រេងម៉ាស៊ីនតាមរយៈពេលកំណត់កុំឲ្យកំណត់ត្រឹមតែគីឡូអរគុណច្រើនបងប្អូនអតិថិជនដែលតែងតែគាំទ្រសេវាកម្មនីកាអូតូមេត្រានការបងប្អូនបើសិនជាមានចម្ងល់តាក់ទងជាមួយនឹងសុខភាពឡានបងអាចទំនាក់ទំនងមកខាងបងប្អូនបានប្រឹក្សាជូនដោយឥតគិតថ្លៃអរគុណសូមជម្រាបលា